ចំពោះបុគ្គលិកបងប្អូនយើងដែលជាសហការីនៅក្នុងកិច្ចសន្យានេះអ្វីត្បិតតែមិនមែនក្របខ័ណ្ឌពេញសិទ្ធិប៉ុន្តែការរាប់អានការដឹងសុខទុក្ខការផ្ដល់អត្ថប្រយោជន៍យើងខិតខំធ្វើម៉េចឲ្យបុគ្គលិកជាប់កិច្ចសន្យាដែលបំពេញកិច្ចការដោយបុគ្គលិកក្របខ័ណ្ឌដែរហ្នឹងគឺមិនឲ្យមានការខុសគ្នាទេប្រសិនបើនៅមានចន្លោះខ្វះខាតនៃការខុសគ្នាយើងនឹងបំពេញបន្ថែមទៀតអាចថាឈ្មោះមួយក្របខ័ណ្ឌពេញសិទ្ធិមួយមិនទាន់ពេញសិទ្ធិប៉ុន្តែយើងចង់ឲ្យអត្ថប្រយោជន៍នានារាប់ទាំងការគិតគូរទាំងអស់គឺស្តង់ដារតែមួយចំពោះការងារដូចគ្នាឆន្ទៈដូចគ្នាការប្រឹងប្រែងដូចគ្នាគឺបានផលដូចគ្នាអានឹងក្រសួងយើងប្រូផ្ដាច់នឹងបន្តដោះស្រាយបញ្ហានេះនៅពេលណាដែលក្រសួងអាចបំពេញក្របខ័ណ្ឌជូនបានក្រសួងប្រកាសជានឹងបដូរផ្ដាច់ក្នុងការធ្វើម៉េចរុញឲ្យអ្នកដែលបម្រើការងារក្នុងកិច្ចសន្យាដែលមានអតីតភាពយូរហ្នឹងទៅបន្តយើងមិនអាចទៅមានក្របខ័ណ្ឌឲ្យទៅឲ្យអ្នកផ្សេងណាមួយដែលទៅមិនចូលមិនសមមិញបានទេគឺគ្នាយើងដែលខំស្មៅជាមួយគ្នាហ្នឹងគឺជាបេក្ខភាពតទៅហើយថ្ងៃក្រោយមានក្រសួងចូលនិវត្តន៍ទៅមានឈប់មានដូរការងារមានអីទៅយើងប្រកាសជានឹងរុញអ្នកណាដែលបានអតីតភាពយូរឆ្នាំជាមួយនឹងសុចន្ទៈនឹងការប្រឹងប្រែងទៅបន្តអានឹងខ្ញុំអាចសន្យាបានអញ្ចឹង